Hello សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូសម្រាប់រឿងនៅភាគទី16នៃរឿងកម្ពុជាអ្នកប្រយុទ្ធគ្មានគូប្រៀបមុននឹងចូលដល់សាច់រឿងអ្នកទាំងអស់គ្នាកុំភ្លេច comment ខាងក្រោមវីដេអូម្នាក់មួយផងជាពិសេសជាងនេះទៅទៀត admin សូមជូនពរអ្នកទាំងអស់គ្នានៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះជួបតែសំណាងល្អនិងសេចក្តីសុខគ្រប់គ្នាសាច់រឿងក៏បានចាប់ផ្ដើមនៅឆ្មាស្រីនេះក៏បានប្រាប់ទៅកាន់ចៅហ្វាំងថាគេក៏បានប្រាប់ចៅហ្វាំងឲ្យរត់ចេញពីទីនេះភ្លាមទៅបើមិនដូច្នេះនោះទេពួកគេនឹងសម្លាប់យើងខ្លាចជាភេទជាជាមិនខានហើយចៅហ្វាំងគេមិនខ្លាចនោះទេក៏បានតបទៅវិញថាបើសិនជាចៅហ្វាំងរត់គេចនៅពេលនេះច្បាស់ណាស់នៅថ្ងៃខាងមុខពួកគេនៅតាមសម្លាប់ចៅហ្វាំងជាមិនខានដូច្នេះហើយគេនឹងតស៊ូទៅទីបញ្ចប់ដើម្បីគ្រួសារចៅមួយនេះឃើញចៅហ្វាំងនិយាយទាំងក្លាហានបែបនេះឆ្មាស្រីនេះក៏បានសរសើរទៅកាន់ចៅហ្វាំងផងដែរភាពក្លាហានរបស់ចៅហ្វាំងពិតជាអស្ចារ្យខ្លាំងមែនទែនបន្ទាប់មកចៅហ្វាំងក៏បានធ្វើដំណើរទៅខាងមុខបន្តិចគ្រប់គ្នាដែលនៅទីនោះពិតជាមើលងាយទៅកាន់ចៅហ្វាំងពិតមែនហ៊ានប្រយុទ្ធជាមួយកម្ពុជានៃគ្រូក្បាច់គុណតើចៅហ្វាំងមានអ្វីតស៊ូជាមួយនឹងគេច្បាស់ជាឈួតមែនតែនហើយបន្ទាប់មកព្រឹទ្ធាចារ្យយានក៏បាននិយាយថាទោះបីជាយ៉ាងណាក៏ដោយរូគេនឹងសម្លាប់ចៅហ្វាំងត្រឹមតែមួយស្នៀតតែប៉ុណ្ណោះគេក៏បានបញ្ចេញនៅស្នៀតដៃរបស់គេចេញមកដែលមានឈ្មោះថាដៅព្រះអាទិត្យរះហើយដៅនោះក៏បានបែងភាគជាច្រើនដើមចៅហ្វាំងក៏បានប្រើនៅដៅរបស់គេកាប់ទប់ទល់ជាបន្តអញ្ចឹងទៅលុះមួយសន្ទុះក្រោយមកយើងក៏បានឃើញថាដៅទាំងនោះមិនអាចធ្វើអ្វីចៅហ្វាំងបាននោះទេដូច្នេះហើយចៅហ្វាំងក៏បាននិយាយថាព្រឹទ្ធាចារ្យក្បាច់គុណណាឆាប់ដកខ្លួនចេញពីគ្រួសារចៅភ្លាមទៅហើយមនុស្សនៅទីនោះគេក៏បាននឹកស្មានមិនដល់ថាចៅហ្វាំងអាចទប់ទល់បានមួយស្នៀតនេះបរិមម្នាក់នោះក៏បាននិយាយថាវាគ្រាន់តែជាសំណាងល្អនោះទេបន្តិចទៀតព្រឹទ្ធាចារ្យយាននឹងប្រើស្នៀតបន្ទាប់ដើម្បីសម្លាប់ចៅហ្វាំងឃើញបែបនេះចៅហ្វាំងក៏បាននិយាយវាពិតជាអស់សំណើចខ្លាំងមែនទែនបើសិនជាព្រឹទ្ធាចារ្យយានមានកម្លាំងខ្លាំងជាងនេះវាជាការប្រសើរក្នុងការចាក់ចេញពីឆន្ទៈឲ្យបានឆាប់តាមអ្វីដែលធ្វើបានខ្ញុំខ្លាចតែអ្នកនឹងត្រូវស្លាប់ដោយសារអ្វីដៃរបស់ខ្ញុំឆាប់នេះនោះទេហើយរូគេនឹងកំទេចសាកសពរបស់ព្រឹទ្ធាចារ្យយានមិនឲ្យនៅសល់បន្តិចនោះឡើយលើចៅហ្វាំងនិយាយបែបនេះព្រឹទ្ធាចារ្យយានក៏បានខឹងមែនទែនសម្លឹងទៅមើលសមត្ថភាពរបស់ចៅហ្វាំងគឺគ្មានអ្វីតស៊ូជាមួយនឹងគាត់បាននោះទេហើយគាត់នឹងបកស្បែករបស់ចៅហ្វាំងទាំងរស់នៅក្នុងថ្ងៃនេះបន្ទាប់មកគាត់ក៏បានបញ្ចេញនៅស្នៀតដៅរបស់គាត់សម្រាប់ខ្លួនឡើងទៅលើក៏បានប្រើស្នៀតដៅវេទមន្តសម្ដៅមកកាន់ចៅហ្វាំងស្នៀតដៅមួយនេះក៏មានឈ្មោះថានិរាត្រីហើយនេះគឺជាស្នៀតដ៏កម្ពូលរបស់ព្រឹទ្ធាចារ្យចៅយានពួកគេក៏បានគិតថាទោះបីជាចៅហ្វាំងមាននៅក្បាល3នៅដៃ6ក៏ដោយចៅហ្វាំងក៏មិនអាចទប់ទល់នឹងស្នៀតមួយនេះបានដែរចៅហ្វាំងក៏បានបញ្ចេញនៅគម្ពីរវេទមន្តរបស់គេមកដែលមាននៅខែលការពារនៅរាងកាយរបស់គេយើងក៏បានឃើញថាធម្មពលនៃស្នៀតរបស់ព្រឹទ្ធាចារ្យយានក៏ពិតជាខ្លាំងអស្ចារ្យពិតមែនចៅហ្វាំងទប់ទល់ស្ទើរតែមិនជាប់ទៅហើយមួយសន្ទុះក្រោយមកព្រឹទ្ធាចារ្យយានក៏បានគិតថាចៅហ្វាំងក៏បានខ្លាចជាភេទដោយសារស្នៀតដៅនៃនាគរាត្រីមួយនេះបាត់ទៅហើយគាត់ក៏បានដើរត្រឡប់មកក្រោយវិញទៅហើយចៅហ្វាំងគេមិនទាន់ស្លាប់ឯណាក៏បានឈរឡើងសង្ហាញញឹមទៀតផងនៅពេលនោះដែរចៅហ្វាំងក៏បានសម្រាលខ្លួនឡើងទៅលើក៏បានប្រើស្នៀតដៅរបស់គេសម្ដៅមកកាន់ទៅលើព្រឹទ្ធាចារ្យយានហើយអ្នកទាំងពីរនេះវិញក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថាចៅហ្វាំងនៅរស់នោះទេព្រឹទ្ធាចារ្យយានកលេចទៅក្រោយភ្លាមចៅហ្វាំងក៏បានមកដល់គាត់ទៅហើយនៅពេលនោះដែរអ្នកទាំងពីរក៏បានប្រយុទ្ធបន្តទៀតហើយព្រឹទ្ធាចារ្យយានក៏បាននិយាយថាឥឡូវឯងពិតជាអាយុវែងខ្លាំងមែនទែនលើកនេះខ្ញុំនឹងសម្លាប់ឯងមិនឲ្យមានលើកទី3ទៀតទេចុងក្រោយគឺគាត់ជាអ្នកឈ្នះចៅហ្វាំងគេមិនខ្លាចនោះទេក៏បាននិយាយឌឺដងទៅកាន់ព្រឹទ្ធាចារ្យវិញថាបើសិនជាមានសមត្ថភាពឆាប់បញ្ចេញឲ្យអស់ភ្លាមមកខណៈពេលនោះចៅហ្វាំងក៏បានបញ្ចេញនៅស្នៀតដៅរបស់គេចេញមកស្នៀតមួយនេះក៏មានឈ្មោះថាតាវក្រហមខ្យល់ស្នៀតមួយនេះក៏បានបញ្ចេញនៅក្បាលតាវដ៏ធំមួយសម្លេងក្រហមរបស់ក្បាលតាវមួយនោះក៏បានធ្វើឲ្យព្រឹទ្ធាចារ្យយានផើងទៅក្រោយម្ដងបន្តិចហើយក្បាលតាវមួយនោះក៏បានប្រើនៅធម្មពលខ្យល់មួយយើងក៏ឃើញថាធម្មពលខ្យល់មួយនោះវាពិតជាខ្លាំងអស្ចារ្យមែនហើយរង្វង់នេះខ្យល់នេះប្រៀបដូចជាខ្យល់ព្យុះអញ្ចឹងក៏បានធ្វើឲ្យព្រឹទ្ធាចារ្យយានស្ដាប់មិនឮនិងមើលមិនឃើញទៀតផងលោកគាត់ពិតជាខឹងចៅហ្វាំងខ្លាំងមែនទែននៅពេលនោះដែរចៅហ្វាំងក៏បានដើរចូលមកប្រើស្នៀតដៅរបស់គេកាប់ទៅលើព្រឹទ្ធាចារ្យយានជាច្រើនដែរព្រឹទ្ធាចារ្យយានគាត់មិនទាន់ស្លាប់នោះទេក៏ប៉ុន្តែឆ្អឹងនៅក្នុងខ្លួនរបស់គាត់ក៏បានត្រូវកំទេចដោយសារស្នៀតដៅរបស់ចៅហ្វាំងអស់ហើយបន្ទាប់មកចៅហ្វាំងក៏បានសម្រាកខ្លួនហោះឡើងទៅលើបញ្ចេញនៅស្នៀតដៅទេវភាពដៅ5រួមបញ្ចូលគ្នាតែមួយនេះគឺជាស្នៀតសម្លាប់នឹងឯងគ្រប់គ្នាដែលនៅទីនោះរួមជាមួយនឹងព្រឹទ្ធាចារ្យយានឃើញបែបនេះពិតជាភ័យខ្លាំងមែនទែនចៅហ្វាំងក៏បានបញ្ជាដៅទេវភាពដ៏ធំមួយនោះមកកាន់ព្រឹទ្ធាចារ្យយានហើយធម្មពលនៃដៅមួយនេះក៏បានធ្វើឲ្យទីនោះឡើងរង្គើទៅហើយកលេចមកមើលព្រឹទ្ធាចារ្យយានឯនេះវិញឬគាត់មិននឹកស្មានថាចៅហ្វាំងខ្លាំងបែបនេះនោះទេបន្ទាប់ពីនិយាយពី3ម៉ាត់រួចហើយក៏បានដាច់ខ្យល់ស្លាប់នៅទីនោះទៅឃើញបែបនេះពួកគេនៅទីនោះក៏បានភ័យបាត់ហើយមិននឹកស្មានថាចៅយានពិតជាត្រូវបានសម្លាប់ដោយសារចៅហ្វាំងនោះទេហើយបរិមអ្នកនេះពិតជាឆ្ងល់ខ្លាំងមែនទែនតើចៅហ្វាំងយកឈ្នះនៅព្រឹទ្ធាចារ្យយានដោយរបៀបណាអ្នកទាំងពីរភ័យខ្លួនបាត់ហើយសូម្បីតែព្រឹទ្ធាចារ្យយាននេះគ្រូក្បាច់គុណមិនអាចយកឈ្នះចៅហ្វាំងបានផងទម្រាំយើងទាំងពីរនាក់តើមានអ្វីត
ស៊ូជាមួយនឹងចៅហ្វាំងវាពិតជាអត់ប្រយោជន៍នោះទេឆាប់រត់ភ្លាមទៅនៅពេលនោះដែរអ្នកទាំងពីរក៏បានសម្រាប់ខ្លួនរត់គេចចេញពីទីនោះក៏ប៉ុន្តែចៅហ្វាំងនេះវិញមិនឲ្យអ្នកទាំងពីររួចខ្លួនបាននោះទេគេក៏បានបញ្ចេញនៅស្នេហ៍ដាវទេវភាពទាំង10ចេញមកស្នេហ៍មួយនេះក៏បានបញ្ចេញនៅដងវិញ្ញាណរបស់នាគសមុទ្ររួមជាមួយនឹងកង្កោកភ្លើងចៅហ្វាំងក៏បានបញ្ជាឲ្យសត្វទេពទាំងពីរទៅកាន់អ្នកទាំងពីរនោះហើយអ្នកទាំងពីរប្រយុទ្ធសល់យ៉ាងម៉េចក៏មិនអាចទប់ទល់ជាមួយនឹងសត្វទេពទាំងពីរបានដែរពួកគេក៏បានត្រូវធម្មពលរបស់ចៅហ្វាំងទាញត្រឡប់មកក្រោយវិញបរិសម្នាក់នោះក៏បានសុំអង្វរទៅកាន់ចៅហ្វាំងទុកជីវិតឲ្យរូគេផងលេចទៅមើលអ្នកទាំងពីរវាពិតជាមិនស័ក្តិសមជាប់សាច់ឈាមជាមួយនឹងគ្រួសារចៅនោះទេបើសិនជាសម្លាប់អ្នកទាំងពីរក៏គ្មានប្រយោជន៍ដែរហើយក្នុងចំណោមអ្នកទាំងពីរចៅហ្វាំងគឺត្រូវការមនុស្សម្នាក់ដើម្បីនាំនៅសារមួយទៅកាន់ចៅវាយរបស់គេចៅយៀនចុងតើអ្នកណាគឺជាអ្នកនាំសម្បត្តិមួយនេះនៅពេលនោះដែរកញ្ញាយៀនលីនក៏បានងើបមកថារូគេជាអ្នកនាំសម្បត្តិមួយនេះហើយចាប់សម្លាប់បរិសម្នាក់នោះភ្លាមទៅនៅពេលនោះដែរយៀនលីនក៏បានត្រូវបរិសម្នាក់នោះចាក់មួយកំបិតឲ្យស្លាប់បាត់ទៅហើយបរិសម្នាក់នោះក៏បានទម្លាក់កំបិតចុះលុតឆ្កងទៅកាន់ចៅហ្វាំងនៅក្នុងការដឹកនាំសារមួយនេះរូគេគឺជាអ្នកធ្វើហើយនៅពេលនេះអ្វីដែលចៅហ្វាំងចង់បានគឺគេចង់ឲ្យចៅយៀនចុងផ្ញើសារមកកាន់ចៅហ្វាំងវិញច្បាស់ណាស់ចៅយៀនចុងពិតជាប្រើនឹងគិតកោមកដើម្បីសម្លាប់ចៅហ្វាំងជាក់ជាមិនខាតដូច្នេះហើយចៅហ្វាំងនឹងរងចាំគេជានិច្ចនៅពេលនោះដែរសម្លេងនៅក្នុង system ក៏បានលោតមកអបអរសាទរទៅកាន់ចៅហ្វាំងដែលបានយកឈ្នះនៃស្ដេចក្បាច់គុណលំដាប់លេខ1នៅក្នុងទឹកដីមួយនេះហើយចៅហ្វាំងក៏បានទទួលបាននៅ 2.3 លានពិន្ទុនៃបទពិសោធន៍បូករួមជាមួយនឹង 610,000 នៃជំនាញដើរទេវភាពទាំង10ចៅហ្វាំងក៏បានទទួលបាននៅគម្ពីរវេទមន្ត2ទៀតហើយឋានៈរបស់គេប្រៀបបាននឹងឧត្តមសេនីយ៍ផ្កាយ6និងផ្កាយ7យើងក៏បានឃើញថាធម្មពលនៅក្នុងខ្លួនរបស់ចៅហ្វាំងក៏បានកើនឡើងបន្ថែមទៀតចៅហ្វាំងពិតជាសម្បាយចិត្តខ្លាំងមែនទែននៅសល់តែមួយកម្រិតទៀតតែប៉ុណ្ណោះគេនឹងខ្លាចជាគ្រូនៃក្បាច់គុណក្រឡេកមកមើលហោជីនិងព្រឹត្តិចារចៅយៀនក៏បានត្រូវចៅហ្វាំងកំចាត់រួចមកហើយតើអ្នកណាគឺជាអ្នកបន្ទាប់ដែរហើយសាច់រឿងក៏បានចប់នៅត្រង់ចំណុចនេះបើខុសឆ្គងនៅកន្លែងណាមួយសំខាន់ទេនឹងអភ័យទោសដល់ admin ផងសូមរងចាំទស្សនានៅភាគបន្តទៀតអរគុណអ្នកទាំងអស់គ្នាបាយបាយ